សាយ័ន្តសួស្តីទស្សនិកជននិងប្រិយមិត្តសារព័ត៌មាននគរ Dragon ជាទីមេត្រីថ្ងៃនេះថ្ងៃអាទិត្យ400ខែកដិកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025ខ្ញុំបាទពិសិដ្ឋសូមជូនមេត្តាព័ត៌មានដូចតទៅព័ត៌មានជាតិកម្ពុជាឈ្នះពានរង្វាន់អង្គរល្អបំផុតលើពិភពលោកលើកទី7នៅក្នុងសន្និសីទស្រូវអង្គរពិភពលោកឆ្នាំ2025នៅព្រះរាជាណាចក្រកម្ពុជារដ្ឋមន្ត្រីក្រសួងទេសចរអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី72នៅស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងឡុងនគរបាលបង្ក្រាបជនសង្ស័យ2នាក់ដែលជាមុខសញ្ញាលួចទូរស័ព្ទក្នុងភូមិសាស្ត្រខណ្ឌដូនពេញព័ត៌មានអន្តរជាតិខ្យល់ព្យុះកំបុតត្បូងបានបំផ្លាញទីក្រុងប្រេស៊ីលស្ទើរទាំងមូលបណ្ដាលឲ្យមនុស្ស6នាក់ស្លាប់មេតាក្រុងចំណាយ$600,000 លានអាមេរិកដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI ទុកចិត្ត Coffee and Tea មានលក់អាហារសម្រន់និងភេសជ្ជៈជាច្រើនមុខក្នុងការផ្ដល់ជូននូវសេវាកម្មជូនអតិថិជនដ៏ល្អជាមួយរសជាតិកាហ្វេនិងអាហារដ៏ឈ្ងុយឆ្ងាញ់ធ្វើឲ្យស្រស់ស្រាយពេញមួយថ្ងៃហាងទុកចិត្ត Coffee and Tea យើងខ្ញុំចាប់បើកពីម៉ោង 7 ព្រឹកដល់ម៉ោង 7 យប់រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍សូមទំនាក់ទំនងលេខទូរស័ព្ទ093 597 168ព័ត៌មានជាតិកម្ពុជាឈ្នះពានរង្វាន់អង្គរល្អបំផុតលើពិភពលោកលើកទី7នៅក្នុងសន្និសីទស្រូវអង្គរពិភពលោកឆ្នាំ2025នៅព្រះរាជាណាចក្រកម្ពុជាអបអរសាទរកម្ពុជាឈ្នះពានរង្វាន់អង្គរល្អបំផុតលើពិភពលោកលើកទី7ក្នុងសន្និសីទស្រូវអង្គរពិភពលោកឆ្នាំ2025នៅព្រះរាជាណាចក្រកម្ពុជាការឈ្នះពានរង្វាន់អង្គរល្អបំផុតក្នុងពិភពលោក World Best Rice 2025នៅក្នុងសន្និសីទស្រូវអង្គរពិភពលោកឆ្នាំ2025នៅព្រះរាជាណាចក្រកម្ពុជាដែលរៀបចំដោយ The Rice Trader រយៈពេល3ថ្ងៃចាប់ពីថ្ងៃទី7ដល់ថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាដែលនេះជាលើកទី7ហើយដែលកម្ពុជាឈ្នះពានរង្វាន់អង្គរល្អបំផុតក្នុងកម្មវិធីលំដាប់ពិភពលោកដោយលើកទី1ទទួលបានកាលពីឆ្នាំ2012លើកទី2នៅឆ្នាំ2013លើកទី3នៅឆ្នាំ2014លើកទី4នៅឆ្នាំ2018លើកទី5នៅឆ្នាំ2022លើកទី6នៅឆ្នាំ2024និងចុងក្រោយនៅឆ្នាំ2025សូមជម្រាបជូនផងដែរថាការឈ្នះពានរង្វាន់នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ប្រជាកសិករកម្ពុជាដែលបានចូលរួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជាជំរុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនៅគុណតម្លៃនិងគុណភាពនៃអង្ករកម្ពុជារហូតមករាយការណ៍ដោយនាងខ្ញុំសុផលដំណឹងពិសេសដល់អតិថិជនដែលតែងតែគាំទ្រលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវរៈមុនថាំឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.waramuntham.com ព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងទេសចរអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី72នៅស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងឡុងនាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរនិងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរកម្ពុជាចូលរួមពិព័រណ៍ទេសចរពិភពលោកនៅទីក្រុងឡុងចក្រភពអង់គ្លេសលោកហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរនៅថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី72ដែលបានរៀបចំដោយស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសដែលមានការចូលរួមពីលោកស្រីទួតបញ្ញាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំនៅចក្រភពអង់គ្លេសមន្ត្រីស្ថានទូតប្រជាពលរដ្ឋខ្មែររស់នៅចក្រភពអង់គ្លេសសិស្សនិងនិស្សិតដែលកំពុងសិក្សានៅអង់គ្លេសព្រមទាំងមិត្តភ័ក្តិអង់គ្លេសសរុបច្រើនជាង50រូបក្នុងឱកាសរំលឹកពីព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុក្នុងការទាមទារឯករាជ្យនៅកម្ពុជាលោករដ្ឋមន្ត្រីបានគូបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាពឯករាជ្យនិងសាមគ្គីភាពរួមជាធ្លុងមួយរបស់ប្រជាជនកម្ពុជានាគ្រប់សម័យកាលឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានពំនាំនៅក្តីនឹករលឹកនិងការសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពីសំណាក់ព្រះករុណាព្រះបាទនរោត្តមសីហមុនីសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចធិបតីដល់បងប្អូនសហគមន៍ខ្មែរសិស្សនិងនិស្សិតទាំងអស់ដែលកំពុងរស់នៅ
នៅនិងធ្វើការនៅចក្រភពអង់គ្លេសទាំងអស់ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រីក៏បានជម្រាបជូនពីសភាពការនៅតំបន់ព្រំដែនជាមួយប្រទេសថៃនិងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាលដោយស្នើសុំបងប្អូនខ្មែរមានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីមានតែការឯកភាពនិងសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជនកម្ពុជាជាមួយរាជរដ្ឋាភិបាលដែលជាកម្លាំងដ៏ខ្លាំងក្លាជាមួយការគ្រប់គ្រងពីប្រទេសជាមិត្តដែលស្រឡាញ់សន្តិភាពពិតជាធ្វើឲ្យប្រទេសថៃត្រូវតែបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនជាមួយកម្ពុជានាពេលនេះជាចុងក្រោយលោករដ្ឋមន្ត្រីស្នើបងប្អូននិងសិស្សនិស្សិតកម្ពុជាធ្វើជាតំណាងទេសចរកម្ពុជាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរដល់មិត្តភ័ក្តិនិងប្រជាជនអង់គ្លេសឲ្យបានទូលំទូលាយលើកទឹកចិត្តមកលេងទស្សនាកម្ពុជាព្រមទាំងចូលរួមប្រឆាំងនិងទប់ស្កាត់ព័ត៌មានคล้ายៗពីកម្ពុជាដែលជាឥទ្ធិពលអវិជ្ជមានដល់កម្ពុជារាយការណ៍ដោយខ្ញុំបាទពិសិដ្ឋផ្ទះវត្តគោមានសេវាកម្មដូចជាបន្ទប់ស្នាក់នៅទំនើបបម្រើសេវាម្ហូបពេលព្រឹកពេលថ្ងៃត្រង់ពេលល្ងាចម្ហូបខ្មែរអាស៊ីនិងអឺរ៉ុបមានអាំងហែលទឹកម៉ាស្សានិងមានរៀបចំកម្មវិធីអាហារពិសេសសម្រាប់គូស្វាមីភរិយាថ្មីក្រេបទឹកឃ្មុំទទួលទានស្រាសម្ប៉ាញនាថ្ងៃរំលឹកនៅវាលស្រែបដិសណ្ឋារកិច្ចគ្រប់អតិថិជនចម្រុះជាតិសាសន៍មានអាស័យដ្ឋានផ្ទះលេខ221ភូមិបុរាណនៃភូមិវត្តគោក្រុងខេត្តបាត់ដំបងលេខទូរស័ព្ទ017 555 377ព័ត៌មានជាតិនគរបាលបង្ក្រាបជនសង្ស័យ2នាក់ដែលជាមុខសញ្ញាលួចទូរស័ព្ទក្នុងភូមិសាស្ត្រខណ្ឌដូនពេញដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកងេងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 21:12 នាទីលោកឧត្តមសេនីយ៍ត្រីបុត្រវណ្ណរតន៍បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ស្ថិតនៅត្រង់ចំណុចផ្លូវព្រះសុធិរសសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញពាក់ព័ន្ធករណីលួចទូរស័ព្ទកាលពីថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025នៅត្រង់ចំណុចផ្លូវលេខ19កែងផ្លូវលេខ148សង្កាត់ផ្សារកណ្ដាលទី2ខណ្ឌដូនពេញរាជធានីភ្នំពេញជនសង្ស័យទាំង2នាក់ខាងលើមានឈ្មោះទី1ឈ្មោះសុកពៅភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរទី2ឈ្មោះសេងហួរភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរសម្ភារៈដកហូតរួមមានម៉ូតូចំនួន1គ្រឿងម៉ាក Yamaha TTX ពណ៌សទឹកក្រូចពាក់ស្លាកលេខភ្នំពេញ 1BW 3033បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីរាយការណ៍ដោយនាងខ្ញុំសុផលស្នាដៃនារីខ្មែរសាឡនជាមួយនឹងអភិវឌ្ឍសេចក្តីស្រឡាញ់ទំនុកចិត្តព័ត៌មានអន្តរជាតិខ្យល់ព្យុះកំបុតត្បូងបានបំផ្លាញទីក្រុងប្រេស៊ីលស្ទើរតែទាំងមូលបណ្ដាលឲ្យមនុស្ស6នាក់ស្លាប់រដ្ឋាភិបាលនៃទីក្រុង Rio Bonito do Iguaçu ដែលជាទីក្រុងមួយមានប្រជាជនរស់នៅ 14,000 នាក់នៅរដ្ឋប៉ារ៉ាណាភាគខាងត្បូងប្រទេសប្រេស៊ីលបាននិយាយនៅថ្ងៃទី8ខែវិច្ឆិកាថាខ្យល់ព្យុះកំបុតត្បូងនេះបានវាយប្រហារនៅល្ងាចថ្ងៃទី7ខែវិច្ឆិកាវាមានរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះប៉ុន្តែត្រូវបានអមដោយព្រិលធ្លាក់និងខ្យល់បក់ខ្លាំងដែលមានល្បឿនរហូតដល់250គីឡូម៉ែត្រក្នុង1ម៉ោងរដ្ឋាភិបាលរដ្ឋប៉ារ៉ាណាបាននិយាយថាខ្យល់ព្យុះកំបុតត្បូងនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់6នាក់នៅរបួសប្រហែល750នាក់ហើយមនុស្សម្នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនរូបថតពីលើអាកាសបង្ហាញថាទីក្រុងនេះស្ទើរតែទាំងមូលត្រូវបានបំផ្លាញដោយអគារនៅក្នុងតំបន់នោះត្រូវបានបំផ្លាញទាំងស្រុងឬខូចខាតយ៉ាងធ្ងន់ធ្ងរមន្ត្រីការពារជនស៊ីវិលបាននិយាយថា 90% នៃរចនាសម្ព័ន្ធទីក្រុងត្រូវបានខូចខាតវាបានបំផ្លាញទីក្រុងផ្ទះសម្បែងសាលារៀនក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នករស់រានមានជីវិតឬសាកសពបន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងអាជ្ញាធរមូលដ្ឋានបានបង្កើតជម្រកសម្រាប់អ្នកស្រុកដែលរងផលប៉ះពាល់នៅក្នុងទីក្រុងក្បែរនោះវាដូចជាតំបន់សង្គ្រាមលោក Fernando Chunic ប្រធានទីភ្នាក់ងារការពារជនស៊ីវិលប៉ារ៉ាណាបាននិយាយលោកបាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដោយសារតែខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារកណ្ដាលទីក្រុងដែលជាតំបន់មានប្រជាជនរស់នៅច្រើនជាងគេនៅពេលដែលខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារតំបន់ទីក្រុងការខូចខាតគឺធំធេងណាស់រាយការណ៍ដោយខ្ញុំបាទពិសិដ្ឋដំណឹងពិសេសដល់អតិថិជនដែលតែងតែគ្រប់គ្រងលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវរៈបុណ្យធម្មឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.warebundtham.com ព័ត៌មានអន្តរជាតិមេតាក្រុងចំណាយ$600 លានដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI
ក្រុមហ៊ុនមេតាកាលពីថ្ងៃសុក្របាននិយាយថាខ្លួននឹងវិនិយោគ$600,000 លានក្នុងហេដ្ឋារចនាសម្ព័ន្ធនិងការងាររបស់សហរដ្ឋអាមេរិកក្នុងរយៈពេល3ឆ្នាំខាងមុខរួមទាំងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិតខណៈដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះចូលរួមប្រកួតប្រជែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្ដល់ថាមពលដល់មហិច្ឆតា AI របស់ខ្លួនមេតាមានការធ្លាក់ចុះទ្វេដងលើវិស័យ AI តែពួកគេបានសន្យាផ្ដល់ប្រាក់រាប់រយពាន់លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI ធំៗជាច្រើនហើយក្រុងចំណាយកាន់តែច្រើនដើម្បីបំពេញតម្រូវការកុំព្យូទ័រនាយកប្រតិបត្តិ Mark Zuckerberg បានប្រាប់ប្រធានាធិបតីអាមេរិក Donald Trump ថាមេតានឹងវិនិយោគយ៉ាងហោចណាស់$600,000 លាននៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលប្រមាណឆ្នាំខាងមុខនៅឯអាហារពេលល្ងាចនៅសេតវិមានក្នុងខែកញ្ញាលោកបានបន្តថាមេតាកំពុងបង្កើតការគណនាពីព្រោះវាជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការបង្កើនសមត្ថភាពផ្ទុកនាពេលខាងមុខដែលអាចជាប្រាក់ចំណូលថ្មីៗរបស់ក្រុមហ៊ុនកាលពីខែមុនក្រុមហ៊ុនមេរបស់ Facebook នេះបានចុះកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទាន$27,000 លានជាមួយក្រុមហ៊ុន Blue Owl Capital ដើម្បីផ្ដល់មូលនិធិដល់មជ្ឈមណ្ឌលទិន្នន័យរដ្ឋ Louisiana ដែលជាគម្រោងដ៏ធំបំផុតរបស់ខ្លួននៅទូទាំងពិភពលោកក្រុមហ៊ុន Meta បាននិយាយកាលពីខែតុលាថាខ្លួននឹងវិនិយោគ$1.5 លាននៅក្នុងមជ្ឈមណ្ឌលទិន្នន័យនៅរដ្ឋ Texas ដោយចាប់ផ្ដើមសាងសង់កន្លែងទី29របស់ខ្លួននៅទូទាំងពិភពលោករាយការណ៍ដោយខ្ញុំបាទពិសិដ្ឋដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយទាន់ហេតុការណ៍និងច្បាស់លាស់នៅព័ត៌មានជាតិនិងអន្តរជាតិដោយផ្ទាល់ទៅកាន់ទូរស័ព្ទដៃរបស់លោកអ្នកដោយគ្រាន់តែវាយពាក្យនគរ Dragon News នៅលើ App Store សម្រាប់ទូរស័ព្ទ iPhone និងនៅលើ Play Store សម្រាប់ទូរស័ព្ទ Android បន្ទាប់មកធ្វើការ download ជាការស្រេច